គ្នាយើងមានចាំ skin collector ឬក៏ចង់បាន skin collector ណាមួយប៉ុន្តែ skin នឹងអត់ចេញមកវិញអញ្ចឹងទេគ្នាយើងមានអារម្មណ៍ថា skin collector មួយហ្នឹងមានតម្លៃថ្លៃត្រូវអត់ហើយឥឡូវហ្នឹងគឺថាគ្នាយើងមានសង្ឃឹមវិញឯងដោយសារតាម Mobile Legends នឹងធ្វើការកែសម្រួលទៅលើអា system ហ្នឹងនៅក្នុងឆ្នាំ 2026 យើងទាំងឯងដោយនៅក្នុង event fan នេះហ្នឹង Mobile Legends បានផ្ញើសារទៅកាន់ player មួយដែលគាត់បាននិយាយថាskin collector ទាំងអស់ហ្នឹង player មានអារម្មណ៍ថាថ្លៃត្រូវអត់ហើយ skin collector ទាំងអស់ហ្នឹងវាអត់ងាយ return អត់ងាយត្រឡប់មកវិញទេដល់អញ្ចឹងហើយបានធ្វើឲ្យ player យើងហ្នឹងមានអ្នកខ្លះចាំ skin ឡើងយូរហ្មងតម្រាំទៅបាន skin ដែលខ្លួនឯងស្រឡាញ់អញ្ចឹងទេគឺពេលដែល skin ស្រឡាញ់មកហើយអត់មានសមត្ថភាពយកទៀតហើយនៅក្នុងហ្នឹង Mobile Legends បាននិយាយថាជាមួយនឹងការរៀបចំនៅអា brand new collection ជាមួយនឹង skin collector ហ្នឹងនៅក្នុងឆ្នាំ 2026 ដែលគេហ្នឹងនឹងធ្វើការកែសម្រួលទៅលើតម្លៃម្ដងទៀតជាមួយនឹង experience ថ្មីដែលជាបទពិសោធន៍ថ្មីមិនដឹងថាបទពិសោធន៍អីទេហើយនៅក្នុងហ្នឹងគឺថាគេបានបន្ថែមទៀតថាខ្លាចទៅជាម្ចាស់ skin collector គឺវាមិនមែនជាការយល់សប្តិទៀតទេវាគឺជាការពិតទេនិយាយទៅគឺខាង game នោះដូចដឹងហ្មងដោយសារតា game គេយល់គេដឹងហ្មងដោយសារតារដងពេលបើក event អីចឹងគេឲ្យតា skin ដែលយើងអត់ស្រឡាញ់ទេចឹងគេដឹងថា skin ខ្លះគេជាក្តីសម័យរបស់យើងហើយចុះគ្នាយើងដែលកំពុងតែមើលវីដេអូហ្នឹងជួយប្រាប់ខ្ញុំបានថាតើគ្នាយើងមានចាំ skin collector មួយណាដែលទៅថាស្រឡាញ់ខ្លាំងប៉ុន្តែ skin ហ្នឹងព្រមត្រឡប់មកវិញបាទសម្រាប់ខ្ញុំវិញគឺជា skin collector របស់វិសាណាគឺថា skin ហ្នឹងគឺស្អាតមែនតើឡើងព្រះនាងម្ចាស់ឡើង queen ហ្មងខ្ញុំស្រឡាញ់ skin ហ្នឹងខ្លាំងប៉ុន្តែអត់ឃើញត្រឡប់មកវិញទេចាំ skin Milan អស់ហ្នឹងយូរពេកខ្ញុំធំបានហ្នឹងតើបើកបាន Aspirant Hero ហ្នឹងមួយទៀតបាទហើយបើតាមខ្ញុំគិតថាគ្នាយើងហើយក៏ជាអីដែលខ្ញុំចង់បានដែរនៅក្នុងឆ្នាំ 2026 ហ្នឹង Mobile Legends អាចនឹងដាក់ skin collector ទាំងអស់ត្រឡប់មកវិញហើយឲ្យយើង select មួយឬក៏រើសមួយយកមកបើកហើយសម្រាប់តម្លៃនៃការបើកវិញអាចនឹងមានការចោះជាងនឹងទៀតហើយគ្នាយើងគិតថាកំណត់ហ្នឹងល្អសម្រាប់ខ្ញុំគិតថាល្អដោយសារតែយើងអាចរើសតែ skin យើងស្រឡាញ់បានហើយបើថា skin collector ទាំងអស់ហ្នឹងពិតជាត្រឡប់មកវិញមែនប៉ុន្តែ Mobile Legends អត់ឲ្យយើងរើសទេវាជាអ្នក select ឲ្យយើងជាអ្នកចាប់រើសឲ្យយើងនៅពេលដែលយើងបើកគឺថាមិនបាច់ត្រឡប់មកវិញទេមេតៃហៅមុនតន់ហើយបើគ្នាយើងចង់ដឹងថាខ្ញុំបានអាសបតដែល Mobile Legends នឹងសែនឲ្យមកពីណាហ្នឹងគឺចាំវីដេអូក្រោយខ្ញុំធ្វើប្រាប់ហើយវីដេអូក្រោយហ្នឹងក៏ខ្ញុំមានសបតថ្មីមួយទៀតសារថ្មីមកប្រាប់គ្នាយើងដែរ